hayគ្នាយើងសួរ admin ច្រើន admin យំមែន admin យំមែនតែពិតភាគមុនហ្នឹង admin ចង់ដឹងថាគ្នាយើងយំតាមអត់ហើយអីដែល admin ទទួលបានហ្នឹងគឺថាចូលតួកំសត់មែនដោយសារ admin មិនមែនជាមនុស្សកំសត់ទេអញ្ចឹងហើយនៅកន្លែងនោះអ្នកនិពន្ធធ្វើឲ្យកំសត់ខ្លាំងណាស់ហើយបើសិនជា admin ចម្រាយចេញមកអត់កំសត់ទៀតវាអត់ល្អមើលទេតែ admin ពិតជាសប្បាយចិត្តដែលធ្វើឲ្យអ្នកទាំងអស់គ្នាកំសត់បានសម្រាប់មុនថ្ងៃប្រកួតមួយថ្ងៃហ្នឹងពីរអ្នកហ្នឹងក៏ត្រូវជួបគ្នានៅក្រោយសាងវៀនដែរហាក់បីដូចជាធម្មតាណាមិនថាជួបមីនជាមួយនឹងចេកខ្យងក៏ដោយពេលដើរចេញពីជួបមុខគ្នានឹងមកចេកខ្យងគេបានដើរជាមួយនឹងក្រុមផលគេលោកគ្រូក៏បានសួរទៅកាន់ចេកខ្យងដែរថាស្ថានភាពមិនអីទេមែនចេកខ្យងគេហាក់បីដូចជាអត់អីទេទឹកមុខសរសៃធម្មតាដែលប្រាប់ថាគេមិនអីផងក្នុងពេលហ្នឹងដែរក៏មានមនុស្សម្នាក់ហៅចេកខ្យងហើយគ្មានណាគេទៀតទេក្រៅពីអាឈួយមួយហ្នឹងគេហៅចេកខ្យងហើយក៏ទៅរាក់ទាក់ជាមួយនឹងគ្រូបវឹកទៀតបើគ្រូបវឹកវិញគាត់ធុញណាទៅណាក៏ជួបអាហ្នឹងដែរគាត់ខំកិច្ចឯហ្នឹងហើយពីក្រុមហ្នឹងជួបគ្នាក្រៅពីរាក់ទាក់ទឺដងគ្នាធម្មតាហ្នឹងឯងគ្រូបវឹកគេហ្នឹងបើចំពោះគឹមណាននៅពេលនេះគេរៀងភ្ញាក់ផ្អើលដែរព្រោះគេនឹកស្មានថាលោកឈួយហ្នឹងនៅហ្នឹងតពេលអញ្ចឹងទៅធ្វើឲ្យគឹមណានហ្នឹងមានអារម្មណ៍មិនស្រួលទេចេកខ្យងក៏កលេចមើលគឹមណានដែរណាគេបង្ហាញភាពជ្រួញចាំផើគេមកអីមិនដឹងជាស្អីទេសោះពេលដែលចេកខ្យងកំពុងតែសង្ស័យគឹមណានហ្នឹងអាតងោក៏បានហៅចេកខ្យងគេហុចដៃមកចេកខ្យងដល់និយាយថាគេមានកិត្តិយសណាដែលបានប្រកួតមួយចេកខ្យងហ្នឹងចេកខ្យងហាក់បីដូចជាមិនសង្ស័យទេព្រោះគេមិនដែលស្គាល់គេហុចដៃទៅឲ្យចាប់ធម្មតាពេលដែលពួកគេកំពុងតែចាប់ដៃគ្នាហ្នឹងចូលមីនហ្នឹងក៏បាននិយាយមកថាចេកខ្យងហ្នឹងអត់ចាំវាទេមែនចេកខ្យងគេលឺហើយគេរៀងភ្ញាក់ដែរប៉ុន្តែគេនៅតែសួរទៅវិញអញ្ចឹងថាស្អីគេអាប៉ែចូលមីននោះក៏រៀបរាប់ប្រាប់ចេកខ្យងទៅតែយកអត់បានដឹងទេណាថាគេនិយាយរឿងអីយើងគ្រាន់តែដឹងថាពេលនេះចេកខ្យងគេខឹងខ្លាំងណាស់មិនដឹងថាវានិយាយដើចេកខ្យងអីទេវាបានប្រាប់ថាថ្ងៃស្អែកជួបគ្នាហើយវាក៏ដើរទៅបាតទុកឲ្យចេកខ្យងខឹងតែម្នាក់ឯងពេលដែលឡើងឡានមកវិញហ្នឹងគ្រូបើខំនិយាយប្រាប់ចេកខ្យងថាឲ្យសម្រាប់ខ្លះទៅថ្ងៃហ្នឹងទោះជាគាត់និយាយបារម្ភពីចេកខ្យងមិនក៏ចេកខ្យងគាត់ដែរពេលនេះគេកំពុងតែសង្កឹងគិតពីរឿងអីទេអត់ឆ្លើយមួយគ្រូបវឹកឡើយអាភាពមួម៉ៅផលចេកខ្យងថ្ងៃហ្នឹងសម្បីតែគឹមណាន់ក៏គេបានឃើញដែរពេលដែលចេកខ្យងកំពុងតែងូតទឹកហ្នឹងគេគិតពីពាក្យសម្ដីផលចូលមាននឹងវិញគេហាក់បីដូចជាសាប់អសរគេមិនតន់យល់សោះថាមានរឿងអីកើតឡើងណានៅពេលដែលចូលមានគេខ្សឹបហ្នឹងពេលដែលគេខ្សឹបដាក់ចេកខ្យងហ្នឹងគ្មានអីច្រើនក្រៅពីពាក្យចេកខ្យងទេហើយក៏និយាយទៀតថាគេមិនភ្លេចឡើយអាក្មេងតូចគេថាគេមិនដែលភ្លេចចេកខ្យងទេហើយស្អីគេឈ្នះពៀនពៀនជើងឯងផងឯងពិតមែនហេចាំមើលយើងនៅតែតាមផងឯងបន្តមកឯងនឹងយំដូចជាកូនក្មេងទៅអត់គិតមកដល់ត្រង់នេះចេកខ្យងហាក់បីដូចជាភ្ញាក់ខ្លួនតិចតិចហើយក៏ដឹងដែរថាមួយនឹងណាគេហើយគេគ្រឺតខ្លាំងណាគេគ្រឺតហ្មងគេចាំឲ្យថាមួយនឹងគឺជាណាគេតែការចងចាំមួយនឹងធ្វើឲ្យចេកខ្យងឲ្យកាន់តែខឹងខ្លាំងទៅដល់និយាយបញ្ញាចិត្តខ្លួនឯងថាគេនឹងមិនចាញ់ជាដាច់ខាតទោះបីជាអាតងោនឹងវារៀបរបបយ៉ាងណាក៏ដោយក៏គេមិនចាញ់អាតងោនឹងដែរកាន់ម្ដងថ្ងៃប្រកួតនេះវិញចេកខ្យងមុនចូលប្រកួតគេពិភាក្សាគ្នាច្រើនណាស់ពីរឿងក្បាច់វាយហ្នឹងបើចំពោះគឹមណានវិញគេពិនិត្យមើលជាក់លាក់ណាមិនថារបស់អីក៏ដោយព្រោះតែគេបារម្ភមកទឹកដែលចេកខ្យងត្រូវផឹកហ្នឹងក៏គេសួរបុគ្គលិកដែរថាច្បាស់អត់យកមកពីការិយាល័យថារបស់គេចុះរបស់គេអារបស់ខ្លួនឯងអ្នកយកមកហើយក៏នៅតែពិនិត្យមើលម្ដងហើយម្ដងទៀតអញ្ចឹងអាញាប់បាយសម្រាប់បំបត្តិការឈឺចាប់នេះក៏គេទៅលើដៃខ្លួនឯងសិនដែរដល់ថ្នាក់ដលងគេម្ដងគេឆ្ងល់ថាមិនបានបងឯងយកទៅបាញ់ដៃខ្លួនឯងអញ្ចឹងគឹមណានក៏ប្រាប់ដលងទៅដោយសារតែថ្ងៃមុនណារឿងអាហារូបត្ថម្ភខ្លាញ់ហ្នឹងគេខ្លាញ់អញ្ចឹងទៀតមិនគេប្រឹងការពារពិនិត្យមើលដល់ខ្លួនឯងវាសុវត្ថិភាពជាងលឺអញ្ចឹងនឹងហើយដលងក៏បានអូខេជាមួយហើយថែមទាំងជួយគឹមណានក្នុងការពិនិត្យមើលទៀតស្របពេលហ្នឹងអាមេបញ្ហាបានចូលមកដល់ហើយវាចូលមកដល់ភ្លាមក៏សួររឿងភ្លាមហ្មងគ្រូគាត់ឡើងឆ្ងល់ថាមិនបានចូលមកខាងគេអញ្ចឹងព្រោះជាធម្មតាមិនគួរមកខាងគេបែបហ្នឹងទេគ្រូក៏បាននិយាយឡើងសួរពោះថាចាចាញ់សិនទៅប៉ុន្តែមួយនោះដូចជារឹងក្បាលវាលើកនិយាយពីអាតងោផងវាបន្ទាប់ហើយក៏និយាយថាអាហ្នឹងមិនគឺជាការស្វាគមន៍ហ្នឹងវាគ្រាន់តែមកដើម្បីជូនពរតាតែរឹងពេកអញ្ចឹងទៅចេកខ្យងគេថតបានទេគេថាតាកាចាហេតតាអ្នកឯងហ្នឹងគឺជាណាគេបានមកដល់ទីហ្នឹងវារំខានណាដឹងអត់អញ្ចឹងហើយបានលេះអាមួយនេះជេរបចោគ្នាជាមួយចេកខ្យងយកហ្មងសូម្បីតែដលងក៏ខឹងជាមួយតាកាចាហ្នឹងដែរចង់ទៅបដៅជំនួសបងចេកខ្យងគេទៀតថាពេលដែលកំពុងតែប្រកួតហ្នឹងហើយបានធ្វើឲ្យពួកអាទូខូចហ្នឹងវាបានមកដូរ spray បាញ់បំបត្តិការឈឺចាប់ហ្នឹងក្នុងពេលដែលពួកហ្នឹងដូររួចក៏ការចំនួនហ្នឹងក៏បានបញ្ចប់ទៅធំហ្នឹងដែរព្រោះគេមកចាប់អាហ្នឹងចេញមកហើយហេ
ខ្ញុំដូចតែស្គាល់មួយនឹងសោះអាតាកាចាហ្នឹងវាមកពីណាមិនបានវាឈួតអញ្ចឹងលោកគ្រូក៏បានឆ្លើយវិញថាតាហ្នឹងគឺជាអ្នកតំណាងឲ្យក្បាច់គុនកូរ៉េតែយើងមិនខ្វល់ទេយើងផ្ដោតលើពួកយើងវិញអាតាហ្នឹងចេញទៅបាត់យ៉ាងណាក៏ដោយក៏ឆេខ្ជុងគេនៅតែខឹងដែរតែលោកគ្រូក៏និយាយវិញថាកុំខ្វល់អីកុំខ្វល់វាទៀតអីតោះទៅវឹកហាត់វិញឆេខ្ជុងក៏ធ្វើការហាត់សមមុនការប្រកួតហ្នឹងទៅវាចៃដនអីអាពេលដែលគេកំពុងតែហាត់សមហ្នឹងជើងផកគេហាក់បីដូចជាស្រួលទេវារំខានក្នុងការហាត់សមផកគេតែឃើញអញ្ចឹងគេមិនតាមគេបារម្ភភ្លាមញ៉ាំសួរឆេខ្ជុងតកជើងអត់អីទេមែនឆេខ្ជុងក៏បានប្រាប់ទៅថាគ្រាន់តែយកស្ប្រាយបាញ់មកបានហើយគេសំដៅលើអាស្ប្រាយបំបត្តិការឈឺចាប់ហ៎គេមិនតាមក៏ស្ទុះទៅយកហើយក៏បាញ់ឲ្យឆេខ្ជុងទៅតែអាហ្នឹងហើយគឺជាបញ្ហាធ្ងន់បំផុតគេមិនតាមគេបោកភ្នែកឡើងធំពេលដែលបាញ់ហើយមានប្រតិកម្មអញ្ចឹងគេមិនតាមគេស្លុតណាព្រោះតែគេដឹងថាបញ្ហាហ្នឹងគឺមកពីអាស្ប្រាយហ្នឹងហ៎ភ្លាមហ្នឹងឆេខ្ជុងគេឈឺខ្លាំងដល់ថ្នាក់គ្រូសួរតែមានរឿងអីកើតឡើងមែនហើយគាត់ក៏បន្តសួរទៅកាន់គេមិនតាមថាអាហ្នឹងប្រកាសហើយថាស្ប្រាយបាញ់បំបត្តិការឈឺចាប់តែអាហ្នឹងក៏ចេះគេជើងឆេខ្ជុងហាក់បីដូចជាធ្ងន់ធ្ងរខ្លាំងឯងលេចមកមើលអាដើមហេតុនេះវិញអាតាកាចាហ្នឹងវាហុចស្ប្រាយទៅឲ្យកូនចៅវាតែនិយាយថាស្ប្រាយហ្នឹងគ្រាន់តែបាញ់ភ្លាមរលាកភ្លាមហ្មងតាកូនចៅនេះវិញវាភ័យខ្លាចគេចាប់បានតាកាចាហ្នឹងក៏វិញនិយាយវិញថាវាមិនអាចទៅរួចទេតែចង់ចាំពេលដែលអញនិយាយទេអញបានផ្ញើរូបថតទៅឲ្យឆេខ្ជុងហ្នឹងមើលបាត់ហើយក្នុងពេលដែលវាមើលហ្នឹងវាប្រកាសជាសង្ស័យទៅកាន់គ្នាវាហើយដល់អញ្ចឹងហ្នឹងហើយច្បាស់ណាស់វាមិនពាក់ព័ន្ធជាមួយយើងជាដាច់ខាតចាំមកអាពេលដែលអញកំពុងតែបង្កបញ្ហាហ្នឹងហែងគ្រាន់តែលួចដូរទៅបានហើយចង់ឈ្នះតមានល្បិចទាំងអស់ហ្នឹងហើយគឺជាដើមហេតុដែលធ្វើឲ្យបញ្ហាហ្នឹងកើតឡើងចំពោះគីមណានភ្លាមហ្នឹងគីមណានគេគិតអីអត់ចេញទេគេតោះស្លូតខ្លាំងដល់ថ្នាក់ជ្រូស្ប្រាយហ្នឹងចេញពីដៃឯងដល់និយាយថាគេដឹងទេទោះបីជាខំប្រកែកយ៉ាងណាក៏ដោយក្នុងភ្នែកឆេខ្ជុងនៅពេលនេះប្រហែលជាគីមណានហើយគឺជាអ្នកបង្កគេក៏ស្រែកទៅសួរគីមណានតែកំពុងតែធ្វើអីពេលហ្នឹងលោកគ្រូក៏បានស្រែកសួរគីមណានដែរថាបញ្យល់តិចមកលោកគ្រូប៉ែរត់បានបណ្ឌិតទេមែនគីមណានគេឆ្លើយទាំងញ័រទៅវិញហ្មងថាមិញហ្នឹងគេបណ្ឌិតហើយប៉ុន្តែវាហាក់បីដូចជាអត់អីទេលោកគ្រូក៏បានទៅរឿងនឹងម្លាយសិនដោយសួរឆេខ្ជុងថាអត់អីទេមែនការប្រកួតហ្នឹងទៅបានអត់តែជើងផោះឯងធ្វើចលនាបានអត់ឆេខ្ជុង15នាទីទៀតទេណាសល់ពេលតែ15នាទីទៀតទេឆេខ្ជុងគេនិយាយថាកែតអីទេឥឡូវហ្នឹងគ្រាន់តែពាក់បងរុំកជើងទៅបានហើយសិស្សច្បងសក់លឿងក៏គាត់បារម្ភណាថាត្រូវតស៊ូបែបហ្នឹងមែនសិស្សច្បងធំក៏គាត់និយាយថានឹងគ្រាន់ជារបួសលើស្បែកទេចឹងឯងអត់អីទេសល់ពេលហ្នឹងគីមណានក៏ចង់ពាក់បងហ្នឹងឲ្យឆេខ្ជុងតែឆេខ្ជុងគេគវាដៃគីមណានចេញយ៉ាងខ្លាំងដោយប្រាប់ថាកុំប៉ះគេហើយគេបដិសេធគីមណានហើយទៅរកគ្រូពេទ្យនៅកន្លែងផ្សេងគ្រូពេទ្យដែលប្រចាំការនៅ MMA ហ្នឹងឲ្យជួយរុំឲ្យគេដល់ខ្វល់ពីគីមណាននៅហ្នឹងទេគ្រប់គ្នាដែលនៅក្នុងហ្នឹងក៏ដើរទៅតាមឆេខ្ជុងទៅចំពោះទៅលោកវិញហេបនឹងដើរចេញក៏មកកាន់គីមណានដែរឃើញទឹកមុខគីមណានអត់សូវល្អទេហើយគេក៏គិតក្នុងចិត្តដែរណាព្រោះតែអាមិញហ្នឹងគេក៏បានពិនិត្យមើលដែរអាស្ប្រាយហ្នឹងតែវាអត់ដូចអត់អីផងតែគេក៏អត់បានគិតពីរឿងហ្នឹងដូចជាក់លាក់ខ្លាំងណាស់ដែរបើគីមណាននេះវិញគេរំលងបែបហ្នឹងហើយអាកំហុសដែលខ្លួនឯងមិនបានសាងទៀតដល់ថ្នាក់ឆោឡើងរួចលិតចកងចុះហើយហ្នឹងបេះដូងលោតមិនឈប់ទេព្រោះតែគិតថាហ្នឹងគឺជាកំហុសផលខ្លួនឯងក៏បាននឹកឃើញពីទឹកមុខផោះឆេខ្ជុងទៀតឥឡូវហ្នឹងមានតែការឈឺចាប់ទេគេមិនដានកាន់មកដល់ការប្រកួតបានចាប់ផ្ដើមហើយឆេខ្ជុងគេមានរបួសជើងសូម្បីតែគណៈកម្មការក៏គេដឹងដែរពេលអញ្ចឹងទៅគេក៏រៀងភ្ញាក់ផ្អើលនឹងការរបួសជើងផោះឆេខ្ជុងហ្នឹងដែរតែយ៉ាងណាក៏ដោយការប្រកួតនៅតែចាប់ផ្ដើមអញ្ចឹងជូមីនគេសេរីសាច់ដុំគេហើយឆេខ្ជុងក៏វាយទៅមុនតែជូមីនហ្នឹងគេផុតអញ្ចឹងបានល្បីអាហ្នឹងហើយគេក្តោបឆេខ្ជុងហ្នឹងទៅមកគេនៅត្រង់ស្នាញ់ហ្នឹងឆ្លៀតពេលហ្នឹងវាជន់ជើងឆេខ្ជុងមកទៅហឹងហ្មងឆេខ្ជុងគេឡើងឈឺតែតងោហ្នឹងមិនមែនជន់មួយហើយទេជន់2ជន់3ជន់កប់នៅហ្នឹងឡើងគ្រូស្រែកប្រាប់ឆេខ្ជុងឲ្យថារើចេញឲ្យរួចហើយឆេខ្ជុងក្នុងពេលហ្នឹងក៏រើចេញរួចតអានោះម្ដាយវិញទៅតែថាជើងរបស់ឆេខ្ជុងលពោះខ្លាំងណាចេញឈាមហូរមកទៀតហើយលេងខូចហ្នឹងហើយធ្វើឲ្យឆេខ្ជុងគេខឹងខ្លាំងណាគេដាល់មកអាជូមីនហ្នឹងម្ដងហើយម្ដងទៀតដាក់វាទៅឆេខ្ជុងអេដមីនគ្រប់ត្រដាក់វាឲ្យខ្លាំងទៅតាកំពុងតវាយមានប្រៀបនឹងគេហ្នឹងវាចាប់ទឹកទី1ផុសគេហ្នឹងទៀតក្នុងពេលសម្រាប់ហ្នឹងពួកគេក៏និយាយគ្នារឿងខ្លួនអំពីការប្រយុទ្ធបន្តទៀតហ្នឹងថាគូប្រយុទ្ធមិនហើយវាក៏មិនបានយូរដែរពួកគេក៏ត្រូវប្រយុទ្ធតង់ទី2បាច់ឲ្យជូមីនគេប្រើហ្នឹងគេចាប់អោបឆេខ្ជុងឲ្យព្យាយាមបោកខ្លួនឆេខ្ជុងទៅនឹងសែងវៀនហាក្បាច់មួយហ្នឹងបានផលវាមែនព្រោះចំស្មាឆេខ្ជុងមកទៅហឹងក៏ឈឺខ្លាំងណាស់ហាចំចំណុចខ្សោយហ្នឹងឲ្យធ្វើឲ្យកម្លាំងផលឆេខ្ជុងកាន់តែខ្សោយទៅដែរក្នុងពេលដែលវាគៀបឆេខ្ជុងជាប់ហ្នឹងវាឆ្លៀតនិយាយទៅកាន់ឆេខ្ជុងទៀតណាមិនអស់ត្រឹមនឹងឯងមែនហើយពិតជានៅតែអន់តដែរហើយឆេខ្ជុងគេទប់អត់បានទេគេដាក់ចូលមាននឹងមួយកែងហ្នឹងហើយធ្វើឲ្យឆេខ្ជុងគេរើរួចអានោះចង់សើហើយតែឆេខ្ជុងក៏ប្រឈមមុខនឹងរបួសផកគេដែរណាមួយគឺស្មាមួយទីគឺជើងហ្នឹងខ្លាំងទៀតក្នុងពេលហ្នឹងឆេខ្ជុងគេបញ្ចេញផ្នែកពីខេតគេមកហើយដល់និយាយថាការប្រកួតនឹងចប់យូរហើយបើសិនជាគេរងរបួសត្រូវចាំទុកទឹកមុខគីមណាននៅពេលនេះវិញគេបារម្ភពីឆេខ្ជុងណាហាការប្រកួតចាប់ផ្ដើមម្ដងទៀតនេះវិញឆេខ្ជុងគេខឹង
ខ្លាំងចឹងហើយគេក៏បញ្ចេញក្បាច់ខ្លាំងរបស់គេមកដែរគេវាយយកទៅលើមុខអាជូមីនហ្នឹងដល់ថ្នាក់នោះបានតែទប់ទេវាអត់បានវាយមកវិញឡើយចន្លោះពេលហ្នឹងហើយដែលធ្វើឲ្យចេះខ្ចង់គេបានវត្តមួយជើងទៅកាន់អាជូមីនមួយជើងនេះរៀងចង់បត់កតិចហើយតែយ៉ាងណាក៏ដោយអាហ្នឹងដូចជាដួលទេវានៅទប់រួចចន្លោះពេលដែលវាទប់រួចហ្នឹងហើយវានៅឆ្លៀតទៅមើលជើងចេះខ្ចង់ទៀតណាដែលការវាយផងមួយហ្នឹងហើយពិតជាថោកមែនតើវាយធម្មតាក៏ចេញទេតមានល្បិចហើយល្បិចអាហ្នឹងអត់មានអីច្រើនទេជន់ជើងផុកអូយពិតជាឈឺមែនតើតត្រូវប៉ុណ្្នឹងហើយចេះខ្ចង់ក៏ឈឺពេកក៏ចឹងហើយគេបានផ្សងអារម្មណ៍ទៅលើវាអាជូមីនហ្នឹងទេធ្វើអាជូមីនហ្នឹងវាមានឱកាសវាយចេះខ្ចង់ត្រូវច្រើនជាងហើយអីដែលវាវាយខ្លាំងជាងគេហ្នឹងគឺទាត់ជើងអាឈឺផចេះខ្ចង់ហ្នឹងឯងក្នុងពេលដែលចេះខ្ចង់គេអត់មានសមាធិក្នុងការវាយហ្នឹងអាមួយនេះក៏និយាយឌឺគេថែមទៀតគេថាគេស្គាល់ចេះខ្ចង់ច្បាស់ណាស់ហើយបើសិនជាឈឺអញ្ចឹងមិនក៏ឯងមិនសុំចោះចាញ់ទៅឯងនៅប្រយុទ្ធធ្វើអីក្តាប់ដៃផឯងពិតជាយឺតមែនតើនេះគេនិយាយត្រូវពេកក៏ចឹងហានមានមាត់អីជាមួយគេកើទេចប់ទឹកទី4អារម្មណ៍ផចេះខ្ចង់អត់មូលទេសូម្បីលោកគ្រូបវរក៏បាននិយាយដែរថាឲ្យផ្សងអារម្មណ៍ឡើងវិញមួយសតួក្រោយមកវគ្គផ្ដាច់ប្រត់ក៏បានចូលមកដូចគ្នាហើយវាអត់មានអីថ្មីសោះហ្មងវាជន់តែជើងហ្នឹងឯងអានោះផ្ដោតលើជើងទៅអានេះផ្ដោតលើមុខទៅវាយគ្នាចុះវាយគ្នាឡើងដោយសារតែហ្នឹងគឺជាវគ្គផ្ដាច់ប្រត់អញ្ចឹងហើយពួកគេវាយតអស់ដៃរៀងខ្លួនហ្នឹងចោះវគ្គផ្ដាច់ប្រត់ការប្រកួតមួយនេះឈានទៅដល់ជុំទី5ពិតជាមិនគួរឲ្យជឿមែនហើយញ៉ាកដាក៏បានសម្រេចយ៉ាងម៉ត់ចត់ផងដែរលទ្ធផលគឺបាច់ចាំលទ្ធផលឯងមានអត់តន់និយាយទេមកមើលអ្នកចាំនេះវិញបេះដូងលូតឌុកដាក់ឡងគេឡើងកញ្ញាញ់គួរហើយចាំលទ្ធផលហ្នឹងបើគីមណានវិញមានតែបេះដូងលោតគឺថាស្មើគ្នាជេកខ្ចង់ភ្ញាក់ផ្អើលជូមីនភ្ញាក់ផ្អើលអិនមានឆ្ងល់ហ្មងអាប៉ែហ្នឹងភ្ញាក់ផ្អើលអីដែរអ្នកទស្សនាទាំងអស់ភ្ញាក់ផ្អើលសំបីតែលោកគ្រូក៏ភ្ញាក់ផ្អើលក្រុមផជេកខ្ចង់ទាំងអស់ភ្ញាក់ផ្អើលហើយអ្នកដែលឆោតនឹងជើងហ្នឹងគឺគីមដានភ្ញាក់ផ្អើលបូកជាមួយនឹងការស្លូតស្មារតីគីមដានគេសឹងតែមិនជឿថាស្មើគ្នាអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ការប្រកួតនេះហាក់បីទៅជាខាតបង់ទៅលើលោកជើជេកខ្ចង់មែនទេតែយើងបានដឹងហើយថាលោកជើជេកខ្ចង់មិនដែលចាញ់ការប្រកួតពីមុនមកទេតែបែរជាស្មើទៅវិញអត់ទាំងអើគូតែអស់គុណដល់របស់ជើងផជោចេះខ្ចង់ហូយវាតែឈ្នះហើយទេបងវាយលយខ្លាំងហ្នឹងមិញហ្នឹងបើចេះខ្ចង់វិញគេឈោកៀងនៅហ្នឹងគេធ្វើឲ្យចាញ់ឯងឈាមហូរមកក៏គេអត់ជូតដែរពេលដែលពួកគេមកដល់បន្ទប់សារ៉ាចេះខ្ចង់ហាក់បីទៅជាតរនតារីណាទាំងស្មាផងទាំងជើងផងហ្នឹងគេមិនដានគេហៅឈ្មោះចេះខ្ចង់ពីក្រោយចេះខ្ចង់នោះក៏បានដេញឲ្យអ្នកទាំងអស់គ្នាចេញក្រៅទៅពេលចេញទៅអស់គេក៏ឈរមើលគីមដានញ័រដៃទៅត្រូវនៅហ្នឹងគីមដានគេនិយាយទាំងញ័រហ្មងគេថាគេសុំទោសគេគួរណាតែបណ្ឌិតវាឲ្យបាន2ដងខ្ញុំនៅស្មានថាមានរឿងនឹងកើតឡើងទេព្រោះតែខ្ញុំបានបណ្ឌិតហើយខ្ញុំសុំស្ពតតែខ្ញុំបានបណ្ឌិតវារួចហើយដលងក៏បានបណ្ឌិតវាជាមួយខ្ញុំដែរថាបងនេះហាមាត់ឡើងក៏និយាយថាមិនសំបីតែបណ្ឌិតប៉ុណ្ណឹងក៏បណ្ឌិតអត់បានត្រឹមត្រូវលូត្រាតែហើយយើងលូតែថ្មីហ្នឹងមានជនបង្កប់នៅចិត្តខ្លួនយើងមានទាំងដោះដូរព័ត៌មានហើយស៊ីស្នុកសោកប៉ាន់ទៀតផងមុនការប្រកួតហើយរឿងទាំងអស់ហ្នឹងគឺជាឯងមែនជាអ្នកធ្វើជនបង្កប់មួយហ្នឹងគឺជាឯងមែនគេសង្កត់ធ្ងន់អញ្ចឹងហ្មងគេមិនដានគេលឺចឹងហើយគេស្លុតដែរព្រោះគេនឹកស្មានដល់ថាជេកខ្ញុំមកសួរគេចឹងផងជេកខ្ញុំក៏និយាយឡើងមកទៀតថាមិនគ្រាន់តែធ្វើហ្នឹងដើម្បីបិឆោតគេឬមួយក៏មិនគីមដានក៏ប្រកែកថាមិនអញ្ចឹងទេគេពិតជាអត់បានធ្វើមែនគេប្រកែកប៉ុន្តែជេកខ្ញុំអត់ឲ្យប្រកែកតួនេះហើយគេក៏បន្តនិយាយទៅកាន់គីមដានថាគេដឹងថាគីមដានហ្នឹងបានទៅជួបអ្នកគ្រប់គ្រងបែជុំមីនតែជុំមីនហ្នឹងគេឲ្យលុយឯងប្រមាណយើងដឹងថាឯងត្រូវការលុយណាតែលុយដែលយើងឲ្យឯងហ្នឹងវាអត់គ្រប់គ្រាន់ទៀតមែនគីមដានក៏និយាយទាំងញ័រទៅវិញថាមិនបានលោកនិយាយអញ្ចឹងមកកើតណែមិនខ្វល់ពីពាក្យសម្ដីរបស់គីមណានទេមានតែស្រែកអត់បកស្រាយមកគីមណានក៏បកស្រាយទៅថាគេមិនប្រកាសទេតែរឿងហ្នឹងកើតឡើងរបៀបម៉េចប៉ុន្តែគេប្រកាសច្បាស់ណាស់ថាគេមិនបានធ្វើខ្ញុំនឹងមិនធ្វើបែបហ្នឹងដាក់លោកឡើយលោកចូលទោះបីជាគេឲ្យខ្ញុំដល់$1លានក៏ដោយតែនិយាយប៉ុណ្នេះហើយគីមណានហាក់បីដូចឆ្អែតពេកក៏គេក៏និយាយទៅកាន់ចេកខ្ញុំថាតើជឿគេទេមែនទឹកមុខគីមណានសួរបែបហ្នឹងតែធ្វើឲ្យមួយនេះវាអារម្មណ៍អត់ល្អកាន់តែខ្លាំងទៀតតែអញ្ចឹងទៅគេស្គូថ្មិញហើយគេក៏និយាយទៅកាន់គីមណានថាចេះឆ្ងាយពីមុខគេទៅហើយកុំឲ្យគេឃើញមុខទៀតនិយាយដល់ខ្លួនឯងទេណាកុំឆ្ងល់តាថៃបានគេទៅបាត់ណាហើយចាំមើលអាណាគេទៅតាមវល់គេដូចឆ្កែឲ្យគេមកវិញជាមួយខ្លួនហ្នឹងពួកគីមដានហាក់បីដូចជាចែកមែនតើហើយគេចូលទឹកភ្នែកនឹងចាញ់តែតុបក៏ជាប់ដែរបើហូរមករហូតអញ្ចឹងភាគមួយនេះខ្ញុំសូមអរគុណដល់បងទាំង4នាក់បងសៃនៀតបងរ៉ាស្មីបងរដ្ឋាពៅនិងបងញ៉ៃប៉ែវបើខ្ញុំនិយាយឈ្មោះខុសអីសូមបងអធិស្ឋានខ្ញុំផងណាតែយ៉ាងណាក៏ដោយក៏ខ្ញុំអរគុណបងដែរដែលជួយ support ខ្ញុំមិនថាតិចមិនណាច្រើនខ្ញុំអរគុណខ្លាំងមែនទែនអរគុណសម្រាប់ការជួយឧបត្ថម្ភខ្ញុំធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តសម្រាប់អ្នកមើលវីដេអូ admin ក៏ admin អត់ភ្លេចអរគុណដែរចំពោះការ like ចំពោះការ comment ទាំងអស់ហើយនិង subscribe ទៀតអរគុណខ្លាំងមែនទែនវីដេអូក្រោយប្រហែលជាភាពចប់នៅរដូវកាលទី1ឯអ្នកទាំងអស់គ្នា comment លើកទឹកចិត្ត admin តិចមកថាស្លាញ់ admin bye bye